សម្រាប់បងប្អូនដែលប្រើប្រាស់គណនី Facebook ហើយមានបំណងចង់ធ្វើការផ្លាស់ប្ដូរឈ្មោះណាអាចមើលវីដេអូនេះបានខ្ញុំនឹងធ្វើការចែករំលែកតែម្ដងពី technique ក្នុងការផ្លាស់ប្ដូរឈ្មោះក្នុង Facebook បាទជាដំបូងសូមគោរពនឹងជម្រាបសួរបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូមួយនេះខ្ញុំនឹងធ្វើការចែករំលែកពីគន្លឹះក្នុងការផ្លាស់ប្ដូរឈ្មោះរបស់យើងនៅក្នុង Facebook អញ្ចឹងជាដំបូងយើងគ្រាន់តែធ្វើការចូលជាមួយនឹង Facebook យើងជាមុនសិនមកហើយបន្ទាប់មកយើងធ្វើការចុចត្រង់ចំណុចខាងលើដែលមានសញ្ញាគូស3ហ្នឹងរួចហើយធ្វើការ scroll មកក្រោមបន្តិចត្រូវស្វែងរកពាក្យថា setting and privacy បន្ទាប់មកយើងធ្វើការចុចទៅលើពាក្យថា settings រួចហើយបងប្អូននឹងឃើញទម្រង់បែបនេះហើយត្រង់ចំណុចខាងលើហ្នឹងដែលគេដាក់ថា account center អញ្ចឹងត្រង់ចំណុចហ្នឹងបងប្អូនចុចកន្លែងណាក៏បានដែរបាទយើងចុចកន្លែងហ្នឹងមករួចហើយយើងឃើញត្រង់ចំណុចពាក្យថា profile អញ្ចឹងយើង select ទៅលើពាក្យថា profile ហើយបន្ទាប់មកទៀតវាមាន2បង្ហាញយើងទី1គឺ account Facebook ហើយទី2គឺជា account របស់ Instagram អញ្ចឹងយើង select ទៅលើ account Facebook ហ្នឹងមកយើងនឹងឃើញមានឈ្មោះហើយបាទត្រង់ចំណុចខាងលើគឺមានឈ្មោះហើយទី2គឺ username មួយទៀតអញ្ចឹងណាបាទអញ្ចឹងយើងចុច select ត្រង់ចំណុចខាងលើហើយបន្ទាប់មកទៀតយើងគ្រាន់តែធ្វើការ select ជាមួយនឹងពាក្យ clone first name ហ្នឹងមកយើងអាចធ្វើការលុបចេញហើយយើងផ្លាស់ប្ដូរឈ្មោះថ្មីបាទហើយត្រង់ចំណុចខាងក្រោមគឺចឹងដែរដូចគ្នាបាទនាមតកូលនាមខ្លួនបាទយើងអាចធ្វើការផ្លាស់ប្ដូរបានទាំងអស់អញ្ចឹងណាបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការផ្លាស់ប្ដូររួចរាល់ហើយត្រង់ចំណុចនេះយើងគ្រាន់តែធ្វើការគ្រីសយកតែម្ដងបាទអញ្ចឹងយើងគ្រីសត្រង់ចំណុចខាងក្រោមហើយយើងចុចទៅលើពាក្យថាបាទ review change អញ្ចឹងត្រង់ចំណុចហ្នឹងគឺវានឹងបង្ហាញឲ្យយើងមួយទៀតបាទទី1គឺឈ្មោះដែលយើងពេញចិត្តមួយណាគឺយើងអាចធ្វើការ select ឈ្មោះមួយហ្នឹងមកហើយបន្ទាប់មកយើងគ្រាន់តែធ្វើការចុចពាក្យថា save change ទៅបានហើយនៅពេលដែលយើងចុចត្រង់ចំណុចហ្នឹងគឺវាធ្វើការផ្លាស់ប្ដូរយើងឈ្មោះរបស់យើងនៅក្នុងគណនី Facebook បានជោគជ័យ 100% តែម្ដងអញ្ចឹងបងប្អូនមើលត្រង់ចំណុច profile ដែលខ្ញុំដាក់សញ្ញាសម្គាល់ហ្នឹងយើងអាចធ្វើការផ្លាស់ប្ដូរបានហើយអូខេនេះគឺជា technique ក្នុងការផ្លាស់ប្ដូរឈ្មោះនៅក្នុងគណនី Facebook គឺមានត្រឹមតែប៉ុណ្្នឹងទេសម្រាប់ធ្វើការចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាតែម្ដងអញ្ចឹងបើសិនជាក្នុងវីដេអូមួយនេះបងប្អូនមានចម្ងល់អីតាក់ទងជាមួយនឹងការបដូរឈ្មោះនៅក្នុង account Facebook អាចធ្វើការ comment នៅខាងក្រោមវីដេអូបានខ្ញុំនឹងធ្វើការចែករំលែកបន្តទៀតបាទអរគុណច្រើនបងប្អូនសម្រាប់ការតាមដានទស្សនាសម្រាប់បងប្អូនថ្មីៗអត់ទាន់ subscribe ជួយ subscribe ម្នាក់មួយផងអរគុណជម្រាបលា